មានអតិជនជាច្រើនសួរថាតើតយោផុំពេញផ្លាស្ទិកអាចប្រើប្រាស់ទៅក្នុងការបូមខ្សាច់បានអត់ហើយត្រូវការទំហំនិងកម្រិតតយោបែបណាទើបស័ក្តិសមទៅនឹងការបូមខ្សាច់អញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីចំណុចខ្លះៗដែលអតិជនគួរតែដឹងមុនពេលធ្វើការបូមខ្សាច់ដើម្បីជៀសវាងបញ្ហានៅពេលប្រើប្រាស់ចំណុចទី1គឺការជ្រើសរើសទំហំដែលស័ក្តិសមសម្រាប់ការបូមខ្សាច់យើងត្រូវប្រើទំហំ200មីលីម៉ែត្ររហូតដល់315មីលីម៉ែត្រឡើងទៅការជ្រើសរើសទំហំធំអាចធ្វើឲ្យការបូមខ្សាច់ហូរបានល្អនិងមិនងាយកកស្ទះចំណុចទី2កម្រាស់កាន់តែក្រាស់កាន់តែធន់ល្អអញ្ចឹងអតិថិជនអាចជ្រើសរើសកម្រាស់ PN12 កន្លះឬក៏ PN16 ដែលជាជម្រើសដែលល្អបំផុតដែលអាចធន់នឹងសម្ពាធខ្ពស់និងកម្លាំងកកចំណុចចុងក្រោយធានាលើអាយុកាលនៃការប្រើប្រាស់ទោះបីអតិថិជនយកទៅយក HDPE ទៅប្រើប្រាស់ក្នុងការបូមខ្សាច់ក៏ដោយក៏ទៅយកខាងយើងខ្ញុំនៅតែរក្សាគុណភាពនៃការប្រើប្រាស់លើសពី50ឆ្នាំអញ្ចឹងបើសិនជាអតិថិជនមានចំណាប់អារម្មណ៍ទៅលើ HDPE កុំភ្លេចទាក់ទងតាមទូរស័ព្ទដូចខាងក្រោម